សួស្តីបងប្អូនទាំងអស់គ្នាយប់នេះគឺយើងមានរឿងថ្មីមួយទៀតហើយតាក់ទងជាមួយនឹងរឿងអបិយជំនឿដែលខ្មែរយើងតែងទំបៀនណាតាក់ទងនឹងរឿងកុដឆ្នាំអញ្ចឹងចង់ដឹងថាសាច់រឿងហ្នឹងមានដំណើររឿងដូចម្ដេចហើយបញ្ជាក់ផងដែរសាច់រឿងហ្នឹងគឺបានមកពីបងប្រុសរ៉ាដែលគាត់ធ្វើការនៅកូរ៉េហើយជាសាច់រឿងមួយដែលគាត់ជួបផ្ទាល់តែម្ដងអញ្ចឹងណាហើយការកុដឆ្នាំហ្នឹងគឺកើតឡើងចំពោះមិត្តភ័ក្តិរបស់គាត់អញ្ចឹងចង់ដឹងថារឿងហ្នឹងវាមានហេតុការណ៍ព្រឺព្រួចយ៉ាងដូចម្ដេចហ្នឹងតោះស្ដាប់ជាមួយខ្ញុំទាំងអស់គ្នាតែម្ដងទៅបងប្រុសរ៉ាគាត់ជាពលករធ្វើការនៅកូរ៉េផ្នែកខាងឧស្សាហកម្មណាមិនមែនផ្នែកកសិកម្មទេនិយាយរំខាងរោងចក្រគាត់មានគ្នាគាត់3នាក់មានបងមួហើយនិងបងចិត្តអញ្ចឹងបងរ៉ាបងមួបងចិត្តគាត់ជាពលករធ្វើការរោងចក្រជាមួយគ្នាណាផ្នែកខាងឧស្សាហកម្មខាងជាងកលឹងអញ្ចឹងទៅអញ្ចឹងពួកគាត់ប្រើប្រាស់សតែគ្រឿងម៉ាស៊ីនណាហើយបងរ៉ាហ្នឹងគាត់នៅបន្ទប់អីជាមួយគ្នាជាធម្មតាទេគាត់ធ្វើការនៅកូរ៉េហ្នឹងរយៈពេលជាង3ឆ្នាំហើយ3ឆ្នាំចិត្តផុតអាណត្តិហើយអញ្ចឹងណានៅជាង1ឆ្នាំជាងទៀតគឺគាត់ផុតអាណត្តិត្រូវនាំគ្នាត្រឡប់មកផ្ទះវិញអញ្ចឹងណាតែបងរ៉ាគាត់មានអាយុ32ឆ្នាំហើយគ្នារបស់គាត់ម្នាក់ទៀតហ្នឹងឈ្មោះបងចិត្តគាត់មានអាយុត្រឹមតែ29ឆ្នាំជាងទេហើយនឹងបងម៉គាត់តាណាជាមួយនឹងបងរ៉ាដែរអញ្ចឹងបងចិត្តគាត់ប្អូនគេអញ្ចឹងណាប៉ុន្តែជាមិត្តជាមួយគ្នាដូចយើងដឹងស្រីហើយមិត្តចិត្តស្និទ្ធចេះតែហែងអញទៅវិញទៅមកអញ្ចឹងទៅអញ្ចឹងពួកគាត់រាប់អានគ្នាមិនគិតពីអាយុទេព្រោះដោយសារតែពួកគាត់ជាមិត្តភ័ក្តិជាមួយនឹងគ្នាអញ្ចឹងណាអញ្ចឹងគ្នាគាត់ទាំង3នាក់ហ្នឹងណាបញ្ហាគឺបញ្ហាចំពោះបងចិត្តព្រោះដោយសារតែបងចិត្តគាត់នៅសល់តែប្រហែលខែទៀតទេគាត់ត្រូវមានអាយុ30ឆ្នាំគាត់អញ្ចឹងតាមជំនឿចាស់បុរាណដែលគាត់ធ្លាប់និយាយតគ្នាមិនថាចាស់ពីដើមឬក៏ចាស់បច្ចុប្បន្នហ្នឹងទេឪពុកម្ដាយលោកយាយផងខ្ញុំក៏គាត់តែងតែឲ្យយើងទៅរំដោះគ្រោះនៅពេលដែលយើងមានអាយុកុដឆ្នាំមិនថា20កុដឬក៏30កុដ40កុដទេមនុស្សទូទៅភាគច្រើនគាត់មានជំនឿបែបរំដោះគ្រោះអញ្ចឹងណាតែងតែមានគ្រោះមានអីអញ្ចឹងទៅអញ្ចឹងនេះគឺជារឿងតាក់ទងនឹងអបិយជំនឿផ្សេងដែលខ្មែរយើងធ្លាប់មានណាអញ្ចឹងបងចិត្តណាមុននឹងគាត់ដល់អាយុ30ឆ្នាំហ្នឹងគាត់តែងតែជួបរឿងហេតុការណ៍ចម្លែកបន្តិចបន្តួចអញ្ចឹងទៅព្រោះដោយសារតែគាត់នៅរយៈពេលជាង2ខែទៀតគាត់ដល់អាយុ30ឆ្នាំអញ្ចឹងរយៈពេល2ខែហ្នឹងគឺគាត់តែងតែជួបរឿងនេះអញ្ចឹងទៅតែអ្វីដែលចម្លែកហ្នឹងគឺរឿងដែលគាត់ជួបមុនណារឿងដែលគាត់មុននឹងជួបគឺបងរ៉ាគាត់តែងតែឃើញមុនតែងតែឃើញព្រឹត្តិការណ៍នឹងកើតមុនអញ្ចឹងណាអញ្ចឹងបងរ៉ាគាត់តែងតែដេកយល់សពឃើញបងចិត្តនេះតែជួបគ្រោះថ្នាក់នេះគ្រោះថ្នាក់នោះអញ្ចឹងទៅអញ្ចឹងបងរ៉ាហើយនឹងបងមួគាត់តែងតែជំរុញឲ្យបងចិត្តនេះគាត់ទៅឲ្យលោកចាក់ទឹកចាក់អីអញ្ចឹងទៅដេញឲ្យគាត់មកផ្ទះមកអីណាមករំដោះគ្រោះរំដោះអីទៅព្រោះដោយសារតែបងរ៉ាភាគច្រើនគឺគាត់យកសពសឹងតែរយប់ឃើញបងចិត្តនេះគាត់តែងតែជួបគ្រោះថ្នាក់ផ្សេងអញ្ចឹងរឿងហ្នឹងបានធ្វើឲ្យបងរ៉ាគាត់ចេះតែបារម្ភពីគ្នាគាត់ទៅអញ្ចឹងបងរ៉ាចេះតែទឿនបងចិត្តឲ្យត្រឡប់មកផ្ទះសិនទៅចាក់ទឹកបាន1ខែឬក៏2ខែទៅហើយត្រឡប់មកវិញទៅអញ្ចឹងណាចេះតែដេញពីមួយថ្ងៃទៅមួយថ្ងៃយំគាត់សឹងថារសពរយប់ហ្មងយល់សពរយប់តែបងចិត្តនេះវិញបងចិត្តគាត់ជាមនុស្សម្នាក់ដែលគាត់អត់សូវមានជំនឿខាងអស់ហ្នឹងទេគាត់ចេះតែហីសំបីតែកាលដែលគាត់អាយុ20ឆ្នាំក៏គាត់អត់បានរំដោះគ្រោះរំដោះអីដែរព្រោះដោយសារតែគាត់ក៏ដូចជាក្រុមគ្រួសាររបស់គាត់ណាអត់មានជំនឿនឹងបញ្ហាគ្រូមកអីហ្នឹងទេអត់ចេះកាត់គ្រោះកាត់អីសោះតែហ្មងមិនចេះរកគ្រូរកអីទេតែបងរ៉ាដោយសារតែគាត់ធ្លាប់មានអ្នកភូមិក៏ដូចជាឪពុកម្ដាយរបស់គាត់ណាធ្លាប់និយាយរឿងកុដឆ្នាំហើយសម្បីបងរ៉ាក៏គាត់ធ្លាប់រំដោះគ្រោះដែរព្រោះដោយសារតែបងរ៉ាគាត់ដោះគ្រោះ2ដងហើយកាលដែលគាត់អាយុ20ឆ្នាំកុដឆ្នាំក៏គាត់កាត់គ្រោះម្ដងហើយដល់30ឆ្នាំក៏គាត់កាត់គ្រោះម្ដងដែរតែបច្ចុប្បន្នបងរ៉ាគាត់អាយុ31ឆ្នាំហើយបងមួក៏គាត់អាយុ32ឆ្នាំដែរព្រោះដោយសារតែគាត់ជាមិត្តភក្តិមួយគ្នាអញ្ចឹងណាដែលធ្វើការនៅកូរ៉េតែបងចិត្តគាត់អាយុទៅតែ29ឆ្នាំទេហើយនៅសល់2ខែទៀតទៅគាត់អាយុ30អញ្ចឹងបងរ៉ាគាត់តែងតែជួបរឿងហេតុការណ៍ចម្លែកនៅក្នុងការយកសពផិនគាត់ណាគាត់ចេះតែទឿនចេះតែជំរុញឲ្យបងចិត្តនេះទៅឲ្យលោកចាក់ទឹកសិនទៅ
លោកនៅកូរ៉េក៏បានអីក៏បានដែរដើម្បីរំដោះគ្រូអញ្ចឹងណាព្រោះដោយសារតែហេតុការជួបបងចិត្តបងចិត្តណាបងរាឃើញបងចិត្តជួបគ្រោះថ្នាក់ចរាចរណ៍ដើរត្រូវនឹងនេះត្រូវនឹងនោះអញ្ចឹងណាត្រូវខ្មោចលងខ្មោចសន្ធិដ្ឋអញ្ចឹងទៅតែបងចិត្តដឹងហើយបងចិត្តជាមនុស្សរឹងរូសគាត់អត់សូវមានជំនឿទៀតគាត់សឹងថាខឹងបងរាហ្មងហើយនៅបន្ទប់ជួលជាមួយគ្នាអញ្ចឹងណាធ្វើការជាមួយគ្នាធម្មតាអញ្ចឹងទេតែដល់ពេលបងរាគាត់និយាយច្រំដែរច្រើនដងពេកជំរុញច្រើនដងពេកចង់ខឹងទៅបងរាវិញនេះបងចិត្តណាចង់ខឹងទៅបងរាវិញទៅតែបងម៉ោះគាត់អត់សូវនិយាយអីទេអត់សូវនិយាយអីទេព្រោះតែសារតែបងម៉ោះគាត់អត់ដែលឃើញនឹងយល់សពឃើញអាបញ្ហាបែបហ្នឹងទេអត់ដែរទេអញ្ចឹងឃើញតែបងរាមួយបងរាគាត់អាសាឃើញអំពីបញ្ហាដែលកើតឡើងចំពោះបងចិត្តណានៅក្នុងការយល់សពផងគាត់នៅពេលដែលបងរាគាត់ព្យាយាមនិយាយជាច្រើនថ្ងៃហើយបងចិត្តនៅតែមិនខ្វល់នៅតែមិនស្នាប់រហូតដល់ចង់ខឹងទាំងគាត់ទៀតបងរាគាត់ក៏ខលមកអ្នកផ្ទះជរុំខលមកឪពុកម្ដាយរបស់បងចិត្តណាដើម្បីហៅបងចិត្តនេះឲ្យទៅរំដោះគ្រោះឬឲ្យលោកចាក់ទឹកឪពុកម្ដាយចាក់ទឹកអីចឹងទៅព្រោះដោយសារតែបងរាគាត់យល់សពឃើញរឿងចម្លែកកើតឡើងចំពោះបងចិត្តសឹងតែរយប់ហ្មងពេលដែលបងរាគាត់និយាយអំពីហេតុការណ៍សុបិនរបស់គាត់នេះទៅប្រាប់ឪពុកម្ដាយរបស់បងចិត្តណាពេលនោះក្រុមគ្រួសាររបស់បងចិត្តគាត់ដូចជាអត់សូវខ្វាយខ្វល់ទេដូចខ្ញុំជម្រាបពីខាងដើមអញ្ចឹងណាក្រុមគ្រួសារគាត់ហើយជាមួយបងចិត្តណាអត់សូវមានជំនឿរឿងទាំងអស់ហ្នឹងទេហើយមែនតើអញ្ចឹងនៅពេលបងរាគាត់ព្យាយាមបញ្យល់ព្យាយាមប្រាប់ហើយគ្រួសារគាត់នៅតែហើយក៏មិនហៅនាំមិនហៅអីកូនឲ្យទៅចាក់ទឹកចាក់អីដែរព្រោះដោយសារតែអត់មានជំនឿរឿងការរំដោះគ្រោះហ្នឹងអញ្ចឹងណាដល់ពេលហ្នឹងបងរាគាត់ព្យាយាមនិយាយជាមួយគ្រួសារគេក៏មិនស្ដាប់អីក៏មិនស្ដាប់អីអញ្ចឹងទៅបងរាក៏ហើយទៅនៅថ្ងៃបន្ទាប់ពីគាត់និយាយជាមួយគ្រួសាររបស់បងចិត្តហើយក៏គាត់ក៏ដល់ថ្ងៃដែលពួកគាត់ធ្វើការធម្មតាដោយសពរដងអញ្ចឹងណាពេលដែលធ្វើការបងចិត្តតែងតែជួបបញ្ហាផ្សេងនៅកន្លែងធ្វើការងារពិតមែនពេលខ្លះមេស្ដីបន្ទោសអញ្ចឹងទៅហើយពេលខ្លះទៀតណាគាត់ធ្វើការងារខុសនេះខុសនោះអញ្ចឹងទៅហើយរហូតដល់ថ្ងៃមួយនោះក៏មានដែកមួយខ្ទាតត្រូវគាត់ធ្វើឲ្យគាត់នឹងត្រូវនឹងក្បាលឲ្យគាត់នឹងត្រូវរបួសស្នាមបន្តិចទៅមានឈាមមានអីខ្លះអញ្ចឹងទៅអញ្ចឹងនៅពេលដែលគាត់ជួបពីបញ្ហាទាំងអស់នឹងរាល់ថ្ងៃអញ្ចឹងទៅធ្វើឲ្យបងរាគាត់ហ្នឹងប្រហែលជាគ្រោះបងចិត្តណាអត់មានបញ្ហាអីដល់អាយុជីវិតអីគាត់ទេតាមមើលណានេះដែលបងរាគាត់គិតបែបហ្នឹងណាព្រោះដោយសារតែបងចិត្តគាត់ជួបបញ្ហានឹងរាល់ថ្ងៃយរុំ2ខែជាប់នឹងគឺបងចិត្តណាឬស្អីគាត់ដាក់មែនតែនធ្វើការមេបន្ទោហើយថែមទាំងធ្វើការងារខុសនេះខុសនោះហើយត្រូវនេះត្រូវនោះបន្ថែមទៀតអញ្ចឹងណាយរុំគាត់ធ្វើការនឹងចេះតែយរុំបញ្ហារហូតហ្មងរយៈពេល2ខែចុងក្រោយតែទៅដល់ថ្ងៃមួយគាត់មានបញ្ហារៀងធ្ងន់ជាងគេព្រោះថ្ងៃហ្នឹងគឺជាថ្ងៃអាទិត្យចុងសប្តាហ៍ជាថ្ងៃគាត់ថែមម៉ោងណាជាថ្ងៃគាត់ថែមម៉ោងអញ្ចឹងអ្នកខ្លះគេថែមម៉ោងទៅអ្នកខ្លះក៏គេអត់ថែមម៉ោងទៅអញ្ចឹងក្រុមបងរាបងចិត្តហើយនឹងបងមួពួកគាត់បានថែមម៉ោងថ្ងៃដែលគាត់ថែមម៉ោងហ្នឹងមានមេការមានអីគេខ្លះដែរមិនមែនថាមានតែពួកគាត់ទេមានកម្មករមានបុគ្គលិកទាំងអស់ដែលធ្វើការហ្នឹងមួយចំនួនហើយមួយចំនួនទៀតក៏ពួកគាត់អត់បានថែមម៉ោងទេសម្រាប់អញ្ចឹងទៅតែដល់ពេលរងាចខ្ទង់ម៉ោង4ណាខ្ទង់ម៉ោង4ក៏ស្រាប់តែមានឈើមកប្រទះធ្លាក់មកពីលើដំបូលណាត្រូវស្មាបងចិត្តខាងស្ដាំធ្វើឲ្យបងចិត្តហ្នឹងគាត់សន្លប់មកសន្ទុះធំទៅអត់ត្រូវក្បាលគឺត្រូវស្មាដៃខាងស្ដាំណាធ្វើឲ្យបងចិត្តគាត់សន្លប់ភ្លាមនៅកន្លែងដែលបន្ទះឈើធ្លាក់ពីលើដំបូលរោងចក្រហ្នឹងណាក៏ត្រូវគាត់ទៅពេលហ្នឹងគាត់សន្លប់បន្ទាប់ពីបងរាបងមួហើយអ្នកធ្វើការទាំងអស់នៅក្បែរនឹងជួយរឹតជួយកោសមកបងចិត្តគាត់ក៏ដឹងខ្លួនជាធម្មតាទៅហើយគាត់ក៏អត់មានរបួសអីធំដុំដែរគាត់ជាប់ស្នាមតិចតួចអញ្ចឹងណា
ចឹងវាអត់មានជាបញ្ហាសម្រាប់គាត់ទៅពេទ្យទៅអីទេចឹងបន្ទាប់ពីនឹងមកបងចិត្តក៏គាត់គេមេគេឲ្យច្បាប់រយៈពេល2ថ្ងៃរយៈពេល2ថ្ងៃអញ្ចឹងណាព្រោះដោយសារតែធ្លាក់ត្រូវវាអត់មានរបួសឈាមមានអីទេតែគឺវាមានស្នាមជាំស្នាមអីចឹងទៅចុករយស្មាអញ្ចឹងទៅគាត់អត់អាចធ្វើការកើតរយៈពេល2ថ្ងៃហ្នឹងតែបងរ៉ាហើយនឹងបងម៉គាត់ធ្វើការធម្មតាទៅចេញចូលនៅក្នុងបន្ទប់ដែលពួកគាត់ជួលនៅជាមួយគ្នានៅកូរ៉េហ្នឹងណាបន្ទាប់ពីបងចិត្តគាត់សម្រាប់អស់រយៈពេល2ថ្ងៃក៏ដល់ថ្ងៃពួកគាត់ធ្វើការវិញដល់ថ្ងៃធ្វើការវិញអញ្ចឹងណាដល់ថ្ងៃធ្វើការវិញពួកគាត់ក៏ទៅធ្វើការជាធម្មតាទៅរហូតទៅដល់សប្តាហ៍ក្រោយប្រហែលជានៅ2សប្តាហ៍ទៀតគឺគាត់ត្រូវអាយុ30កុដហ្មងអញ្ចឹងនៅសប្តាហ៍ក្រោយពួកគាត់ក៏មានថ្ងៃមួយសម្រាប់អញ្ចឹងពួកគាត់ក៏នាំគ្នាដើរលេងទៅតាមម៉ាតតាមអីអញ្ចឹងណាពួកបងប្អូនយើងនៅកូរ៉េដឹងហីសម្រាប់អីចឹងបងប្អូនខ្លះគាត់ចង់ទៅផ្សារចង់ទៅមើលហាងផ្សារទំនើបអីគេអញ្ចឹងណាអញ្ចឹងនៅពេលដែលពួកគាត់ធ្វើដំណើរទៅតាមផ្លូវដើរលេងអញ្ចឹងទៅបងចិត្តគាត់ដើរខាងមុខគេឯបងម៉បងរ៉ាគាត់នៅខាងក្រោយហើយបន្ទាប់ពីបងចិត្តគាត់ដើររៀងហួសប្រហែលជា 3-4 ជំហានណាពេលនោះបងរ៉ាហើយនឹងបងចិត្តមើលទៅបងរ៉ាហើយនឹងបងម៉មើលទៅបងចិត្តគឺអត់មានក្បាលទេយល់ឃើញតែខ្លួនត្រឹមខ្លួនចុះមកក្រោមយល់ដាច់កអញ្ចឹងណាពេលហ្នឹងឃើញបាត់ពួកគាត់ទាំងពីរពេលហ្នឹងបងមួគាត់ចម្លែកតែពួកគាត់អត់ដែរជួបទេពីបញ្ហាទាំងអស់ហ្នឹងព្រោះរត់ដងតែបងរ៉ាទេគាត់តែងតែយល់សពឃើញនេះឃើញនោះអញ្ចឹងទៅអញ្ចឹងនៅថ្ងៃនោះគឺស្ដែងមែនយល់សពទេគឺឃើញនឹងភ្នែកហ្មងណាពួកគាត់ដើរតាមផ្លូវជាមួយគ្នានៅកូរ៉េហ្នឹងណាតាមផ្លូវដំណើរដើរទៅហាងទៅផ្សារអញ្ចឹងទៅហើយបងចិត្តគាត់ដើរខាងមុខលេងបងម៉ហើយនឹងបងរ៉ាឃើញតែខ្លួនអត់មានក្បាលរួមឃើញបាត់អញ្ចឹងណាជួនក៏ឃើញក្បាលជួនក៏អត់ក្បាលទៅពេលនោះពួកគាត់ស្រឡាំងកាំងមែនតើនៅពេលដែលឃើញបែបហ្នឹងណាជាពិសេសបងម៉ហ្មងនៅពេលដែលគាត់ឃើញបែបហ្នឹងគឺស្រឡាំងកាំងហ្មងឡើងចង្ហមាត់និរុំភ័យហ្មងហើយភ្ញាក់ផ្អើលហេតុអីបានជាសុកគ្នាគាត់ម្នាក់ទៀតអត់មានក្បាលអញ្ចឹងណាហើយពួកគាត់ក៏ឈប់ហើយញីភ្នែកញីអីទៅក្រែងព្រិលភ្នែកអញ្ចឹងទៅហើយមួយសន្ទុះក្រោយមកក៏ឃើញធម្មតាវិញទៅដូចគេដូចឯងវិញទៅមានក្បាលមានអីអញ្ចឹងទៅតែអាមកឃើញហ្នឹងគឺឃើញតែមួយផ្លែតហ្នឹងទេអត់ឃើញយូរទេអត់បង្ហាញយូរទេឃើញបាត់ហ្នឹងគឺតែមួយផ្លែតហ្នឹងទេទើបធ្វើឲ្យបងរ៉ាហើយនឹងបងម៉ពេលហ្នឹងភ័យមែនតើហើយបងរ៉ានៅពេលដែលឃើញបែបនឹងចាក់ស្ដែងបែបនឹងទៀតគឺរត់តែជំរុញឲ្យបងចិត្តណាត្រឡប់មកផ្ទះដើម្បីកាត់គ្រោះកាត់អីចេញព្រោះគាត់ដឹងថាបងចិត្តគឺគាត់ចិត្តដល់អាយុ1 30កុដហើយអញ្ចឹងគាត់មានជំនឿថាគឺត្រូវតែកាត់គ្រោះព្រោះអាយុកុដឆ្នាំគឺតែងតែមានគ្រោះមានអីចឹងទៅអញ្ចឹងបងរ៉ាគាត់ព្យាយាមពេលហ្នឹងបងម៉ក៏គាត់ចាប់ផ្ដើមព្យាយាមដែរព្រោះដោយសារបងម៉ឃើញដែរឃើញបងចិត្តនឹងអត់មានក្បាលណាអញ្ចឹងបងម៉បងរ៉ាគឺចាប់ផ្ដើមព្យាយាមនិយាយចុះបញ្ចូលបងចិត្តហ្មងពេលហ្នឹងបងចិត្តនៅតែធ្វើមិនដឹងមិនលឺនិយាយរួមនៅតែចាំសិនអញ្ចឹងណាព្រោះដោយសារតែពួកគាត់ធ្វើការបាន3ឆ្នាំជាងហើយចិត្តដល់ឆ្នាំដែលពួកគាត់ត្រឡប់មកផ្ទះវិញហើយទៀតអញ្ចឹងពួកគាត់អត់ចង់ឡើងចុះនៅឆ្នាំចុងក្រោយហ្នឹងទេព្រោះនៅពេលយើងឡើងចុះវាចុះសហួយចុះលុយអញ្ចឹងណាហើយមិនបានធ្វើការផងហើយថ្លៃលុយយើងធ្វើដំណើរហូបចាយអីទៀតគឺវាខាតអញ្ចឹងគាត់អត់ចង់ឡើងចុះបែបហ្នឹងទេហើយគាត់ប្រាប់ទៅបងរ៉ាបងវ៉ថារងចាំឆ្នាំក្រោយចាំទៅអញ្ចឹងទៅហើយបងរ៉ោងយរុំព្យាយាមណាពីមួយថ្ងៃទៅមួយថ្ងៃចេះតែព្យាយាមរំអុកឲ្យបងចិត្តនឹងត្រឡប់មកផ្ទះហើយក៏ព្យាយាមទេមកគ្រួសារបងចិត្តដែរតែខាងគ្រួសារបងចិត្តគឺគេហាក់បីដូចជាអត់ខ្វល់ខ្វាយរឿងបញ្ហានឹងទៀតពេលហ្នឹងបងរ៉ាហើយនឹងបងម៉គាត់ពិបាកចិត្តមែនតើពិបាកចិត្តមិនដឹងថា
គួរប្រើវិធីសាស្ត្របែបណាគួរបញ្យល់បងចិត្តបែបណាដើម្បីឲ្យគាត់បានមករំដោះគ្រោះកាត់អីចេញអញ្ចឹងណាគាត់ព្យាយាមនិយាយឲ្យសឹងថារងថ្ងៃសឹងថាពួកគាត់មើលមុខគ្នាមិនចំហ្មងពេលនោះក៏បងមួគាត់ខំប្រឹងនិយាយដែរព្រោះពីមុនមកតែបងរាទេគាត់និយាយតែឯងហើយបន្ទាប់ពីបងមួគាត់ឃើញនឹងភ្នែកអញ្ចឹងដែរទៅក៏ព្យាយាមនិយាយឲ្យបងចិត្តមករំដោះគ្រោះដែរតែទោះបីជាបងទាំងពីរនាក់គាត់ខំប្រឹងនិយាយបែបណាក៏បងចិត្តណាគាត់មិនព្រមមកដែរព្រោះគាត់ថាចាំឆ្នាំក្រោយអញ្ចឹងពីរនាក់បងមួបងចិត្តហ្នឹងក៏បដ ாய் គាត់ទៅហើយបញ្ហាក៏ចេះតែជួបជាញឹកញាប់ទៅនៅកន្លែងធ្វើការងារបញ្ហាផ្សេងប៉ុន្តែវាមិនមែនជាបញ្ហាដែលគ្រោះថ្នាក់ដល់អាយុជីវិតទេពេលហ្នឹងណាគឺអត់ទាន់ដល់ទេចឹងបញ្ហាកើតឡើងដូចសពរដងចឹងត្រូវនេះត្រូវនោះយរុំឬស័យដាក់ដូចពីខាងដើមចឹងគាត់ឬស័យដាក់ប្រហែលខែចុងក្រោយហ្នឹងគឺឬស័យដាក់មែនតែនធ្វើអីក៏ខុសធ្វើអីក៏មិនបានផលដែរពេលហ្នឹងណាទូរស័ព្ទក៏ខូចអីក៏ខូចយរុំឬស័យដាក់គឺដូចបងប្អូនដឹងចឹងឬស័យដាក់គឺសឹងតែធ្វើអីងើបបុកមិនរួចទេណាចឹងរឿងជំនឿទាំងអស់ហ្នឹងបងប្អូនមិនថាខ្ញុំមិនថាបងប្អូនគឺយើងតែងតែមានបញ្ហាជឿខ្លះមិនជឿខ្លះចឹងទៅយើងមិនថាជឿទាំងស្រុងទេតែពីបញ្ហាគ្រោះនេះមួយគឺបងប្អូនមួយចំនួនគាត់ក៏បានដឹងហើយបងប្អូនមួយចំនួនគាត់ក៏មិនបានជឿដែរអញ្ចឹងណាតែនេះគឺជារឿងជំនឿដែលខ្មែរយើងតែងតែមានហើយក៏តែងតែជួបដែររឿងកុដឆ្នាំហ្នឹងណាអញ្ចឹងមកដល់សាច់រឿងយើងវិញរយៈពេលដែលគាត់ធ្វើការហ្នឹងនៅសល់តែមួយសប្តាហ៍ក្រោយទៀតទេនៅសប្តាហ៍ក្រោយទៀតគឺដល់អាយុនៃគាត់កំណត់ឲ្យគឺ30ឆ្នាំគាត់បន្ទាប់ពីមួយសប្តាហ៍ក្រោយដែលគាត់បម្រើការងារនៅក្នុងរោងចក្រហ្នឹងណាបញ្ហាចេះតែកើតមានធ្ងន់ទៅបងចិត្តចេះតែឈឺនេះឈឺនោះយល់ចេះតែធ្ងន់ទៅលុះទៅដល់លងមួយសប្តាហ៍ទៀតគឺទៅដល់ថ្ងៃច័ន្ទគឺជាថ្ងៃមួយដែលគាត់គម្រប់អាយុ30ឆ្នាំគាត់តែម្ដងពេលនោះណាបើគិតពីម៉ោងខ្ទង់ម៉ោង7ល្ងាចព្រោះដោយសារតែគាត់ថែមម៉ោងអញ្ចឹងម៉ោង7ល្ងាចទើបគាត់គ្រប់ម៉ោងគ្រប់ថ្ងៃគ្រប់ខែដែលគាត់អាយុ30ឆ្នាំគាត់នឹងព្រោះដោយសារគាត់កើតកំណើតគាត់គឺនៅម៉ោង7នឹងឯងអញ្ចឹងប្រហែលជាដល់ម៉ោងប៉ុណ្ណឹងទើបគាត់គ្រប់អាយុអញ្ចឹងណាហើយទៅដល់ម៉ោងហ្នឹងស្រាប់តែហេតុការណ៍ហ្នឹងគឺកើតឡើងដល់អាយុជីវិតគាត់គឺម៉ាស៊ីនគឺ error ហើយខ្ទាតម៉ាស៊ីនមកត្រូវគាត់មកពេលនោះគឺត្រូវក្បាលគាត់បែកខ្ទេចនៅកន្លែងដែលគាត់ធ្វើការហ្នឹងព្រោះគាត់ជាជាងកលឹងដែកយោម៉ាស៊ីន error ហើយក៏ខ្ចាយដែកទាំងអស់ហ្នឹងម៉ាស៊ីនហ្នឹងគឺត្រូវក្បាលគាត់សឹងថារោអំបែងក្បាលឃើញហ្មងពេលហ្នឹងគឺបងប្អូនដែលនៅជុំវិញនោះជាពិសេសក្រុមបងរាបងមួដែលគាត់ជាមិត្តភក្តិគាត់គឺតក់ស្លុតមែនតែនសឹងថាកូនតឃើញបើកភ្នែកធំឡើងចំហមាត់ហើយឡើងទឹកភ្នែកហើយស្រែកយំអាណិតមកចិត្តតែម្ដងពេលនោះធ្វើឲ្យគាត់ពីរនាក់សឹងថាគៀងបេះដូងអញ្ចឹងនិយាយអីអត់ចេញទេពូនេះគឺជាគ្រោះរបស់គាត់ដែលបងមួហើយនឹងបងរាខំប្រឹងព្យាយាមឲ្យបងចិត្តនឹងមករំដោះគ្រោះក៏គាត់អត់មកអញ្ចឹងបញ្ហាទាំងអស់ហ្នឹងគឺបានធ្វើឲ្យគាត់ហ្នឹងអាណិតហើយក៏យរុំអាណិតហើយក៏ស្ដាយបងចិត្តមែនតើណាពេលនោះគាត់ក៏ព្យាយាមទេមកគ្រួសារបងចិត្តទៅហើយប្រាប់ពីដំណើររឿងបញ្ហាចេះមួយចុះពីរទៅគ្រួសារគាត់ណាហើយក៏ប្រាប់ដំណឹងទៅបងទៅក្រុមគ្រួសារបងចិត្តនឹងថាបងចិត្តបានបាត់បង់ជីវិតនៅកន្លែងការងារអញ្ចឹងទៅពេលនោះហើយបានធ្វើឲ្យក្រុមគ្រួសាររបស់បងចិត្តគាត់ភ្ញាក់ខ្លួនមកព្រោះដោយសារតែគាត់អត់ជឿបងរាហើយនឹងបងមួទេព្រោះដោយសារតែបងរាគាត់ព្យាយាមបញ្យល់ពួកគាត់យ៉ាងណាក៏គាត់អត់យរុំអត់ធ្វើតាមអញ្ចឹងណាទាំងគ្រួសារគាត់ទាំងបងចិត្តអញ្ចឹងពេលនោះក្រុមគ្រួសារបងចិត្តគាត់យរុំគាត់នៅពេលដែលសាច់ញាតិយើងបាត់បង់ជីវិតតែងតែមានទុក្ខព្រួយនៅក្នុងចិត្តហើយក៏ទទួលកំហុស
ខុសដែលខ្លួនឯងមិនបានជឿសាច់ញាតិឬក៏ជឿមិត្តរួមការងាររបស់បងចិត្តណាមិត្តភក្តិបងចិត្តណាពេលអញ្ចឹងបងប្អូនខាងគាត់មានតែយំសំណោះហើយនឹងស្ដាយហើយនឹងទទួលថាខ្លួនឯងពិតជាខុសអំពីរឿងបញ្ហាទាំងអស់ហ្នឹងណាហើយបន្ទាប់ពីនឹងមកក្រុមបងរ៉ាបងមួក៏យកបងចិត្តនឹងទៅបូជាអញ្ចឹងទៅបូជាហើយក៏យកធាតុយកអីនឹងខ្ចប់សម្រាប់ផ្ញើមកគ្រួសារគាត់នៅខ្មែរណាហើយរឿងហ្នឹងគឺអ្វីដែលគាត់បានជួបគឺជាគ្រោះមួយរបស់បងចិត្តព្រោះដោយសារតែគាត់មានអាយុគម្រប់30ឆ្នាំគាត់ហើយតែគាត់អត់បានទៅរំដោះគ្រោះរំដោះអីទេទោះបីជាបងរ៉ាគាត់ព្យាយាមនិយាយប៉ុណ្ណាក៏ដោយហើយហេតុការឃើញជាក់ស្ដែងហ្នឹងគឺបងរ៉ាហើយនឹងបងមួឃើញគាត់អត់មានក្បាលនៅពេលពួកគាត់ដើរតាមផ្លូវណាពេលនោះហើយដែលធ្វើឲ្យបងមួគាត់ភ្ញាក់ផ្អើលហើយគាត់ក៏ពលឿននៃការដេញបងចិត្តនេះគឺមកផ្ទះដើម្បីកាត់គ្រោះតែក៏ជាអកុសលសម្រាប់គាត់ដែរក៏អត់ទាន់បានរំលងចូលឆ្នាំថ្មីផងគាត់ក៏បានបាត់បង់ជីវិតភ្លាមនៅនឹងកន្លែងកាត់ហេតុដែលគាត់ធ្វើការទៅហើយរឿងនេះគឺជារឿងពិតផិនបងរ៉ាហើយនឹងបងមផ្ទាល់ណាដែលគាត់ធ្វើការងារនៅកូរ៉េតាំងពីឆ្នាំ2016មកអញ្ចឹងសាច់រឿងផិនបងរ៉ាគាត់ចែករំលែកមកប៉ុណ្ណឹងហើយសូមបងប្អូនទាំងអស់គ្នាស្ដាប់ដោយពិចារណាផងព្រោះរឿងហ្នឹងខ្ញុំជឿថាបងប្អូនក៏បានដឹងហើយបងប្អូនទៀតក៏គាត់ដឹងដែរតែគាត់មិនសូវមានជំនឿខាងរឿងការរំដោះគ្រោះបែបហ្នឹងណាហ្នឹងហើយបងប្អូនមានរឿងថ្មីទៀតខ្ញុំបាទសូមចែករំលែកបន្តទៀតព្រោះរឿងនេះគឺជារឿងហេតុការណ៍របស់បងរ៉ាគាត់ដែលជួបនៅប្រទេសកូរ៉េណាអញ្ចឹងគាត់ចែករំលែកមកទៅឲ្យខ្ញុំចែករំលែកចែកជូនបងប្អូនស្ដាប់កំសាន្តហើយស្ដាប់ដោយពិចារណាទាំងអស់គ្នាបងប្អូនបាទហ្នឹងហើយបងប្អូនអរគ្នាអរគុណរីត្រីសួស្ដីសុបិនល្អទាំងអស់គ្នាបាយបាយ